លោកកែមលីអ្នកសិក្សាពីការអភិវឌ្ឍសង្គមកម្ពុជាបានឲ្យដឹងថាការលើកឡើងរបស់លោករដ្ឋមន្ត្រីសុនចន្ទថុលអំពីការដាក់ជញ្ជីងចល័តដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់គឺជារឿងល្អប៉ុន្តែលោកកែមលីបានលើកឡើងជាសំណួរថាតើក្រសួងសាធារណការឬអ្នកផាកពិន័យនោះពិតជាហ៊ានផាកពិន័យដែរឬទេបើក្រុមហ៊ុនរថយន្តមួយចំនួននោះជាក្រុមហ៊ុនកូនអ្នកធំពលគឺធំលើរដ្ឋមន្ត្រីលោកបានបន្ថែមថាចំណាត់ការលើរថយន្តដឹកលើសទម្ងន់កន្លងមកគឺអនុវត្តមិនបានជោគជ័យទេដោយសារតែឡានដែលដឹកលើសទម្ងន់នោះគឺជាឡានរបស់ក្រុមហ៊ុនកូនប្រពន្ធអ្នកមានអំណាចធំពេលខ្លះវិធានការដែលប្រកាសកន្លងមកគឺគ្រាន់តែជាការឃោសនាតែប៉ុណ្ណោះជុំវិញការទប់ស្កាត់រថយន្តលើសទម្ងន់នេះលោកអ៊ីចរិយាអ្នកជំនាញខាងសុវត្ថិភាពផ្លូវថ្នល់បានបញ្ជាក់ប្រាប់វិទ្យុបារាំងថាការដាក់ជញ្ជីងនៅតាមផ្លូវជាតិកាលពីពេលកន្លងមកគឺមិនសូវជាមានប្រសិទ្ធភាពទេដោយសារតែមិនមានការផាកពិន័យឬការបញ្ឈប់លោកអ៊ីចរិយាមិនអាចបញ្ជាក់បានទេថាផែនការថ្មីនេះនឹងមានប្រសិទ្ធភាពប៉ុណ្ណានោះប៉ុន្តែលោកថាផែនការថ្មីនេះទាមទារឲ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធដូចជានគរបាលឬកម្លាំងរាជអាវុធហត្ថជាដើមលោកសុនចន្ទថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី12ខែឧសភាបានបញ្ជាក់ថាក្រសួងនឹងមានវិធានការទប់ស្កាត់ការដឹកលើសទម្ងន់ដោយទៅដល់ទីតាំងហើយថ្លឹងទម្ងន់ដោយជញ្ជីងចល័តប៉ុន្តែដើម្បីធ្វើបែបនេះបានលោកសុនចន្ទថុលបានបញ្ជាក់ថាក្រសួងសាធារណការនឹងស្នើឲ្យលោកនាយករដ្ឋមន្ត្រីដាក់ជញ្ជីងចល័តឡើងវិញហើយនឹងដាក់បន្ថែមទៀតផងដែរលោកបន្ថែមថាក្រសួងនឹងមានផែនការពិន័យលើមន្ត្រីគ្រប់គ្រងជញ្ជីងណាដែលឲ្យរថយន្តដឹកលើសទម្ងន់ចរាចរណ៍លើផ្លូវថ្នល់លោកអ៊ីចរិយាថាការដឹកលើសទម្ងន់នេះអាចបង្កឲ្យខូចផ្លូវនិងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរដូចជារថយន្តបែកកង់ឬក្រឡាប់ដែលអាចប៉ះពាល់ដល់អ្នកដំណើរដទៃអ្នកជំនាញខាងសុវត្ថិភាពផ្លូវថ្នល់បន្ថែមថាបើពុំមានការទប់ស្កាត់ទេនោះរដ្ឋចំណាយថវិកាអស់ច្រើនដោយសារតែក្រុមហ៊ុនឯកជនមួយចំនួនធ្វើឲ្យខូចផ្លូវសូមបញ្ជាក់ថាកាលពីខែកុម្ភៈកន្លងទៅមានរថយន្តមួយគ្រឿងបានដឹកលើសទម្ងន់ដែលបង្កឲ្យខូចខាតលើស្ពានអ្នកលឿងហើយភ្លាមនោះមិនមានអាជ្ញាធរណាតាមចាប់រថយន្តបង្កហេតុនោះទេ3ថ្ងៃក្រោយមកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាឲ្យនគរបាលតាមចាប់រថយន្តបង្កហេតុនោះមិនបានប៉ុន្មានថ្ងៃក្រោយពីការបញ្ជារបស់លោកនាយករដ្ឋមន្ត្រីគេសង្កេតឃើញអាជ្ញាធរខេត្តព្រៃវែងចាត់វិធានការដាក់ជញ្ជីងថ្លឹងរថយន្តនៅគល់ស្ពានអ្នកលឿងតែមិនបានប៉ុន្មានសប្តាហ៍ផងវិធានការនេះបានបាត់ទៅវិញ